សម្ដេចតេជោហ៊ុនសែនបដិសេធការចោទប្រកាន់ចេញលុយជាង$30,000សងជំនួសអង្គការហេងឡុងគឺគ្រាន់តែជាយន្តការសម្របសម្រួលតែប៉ុណ្ណោះក្រោយផ្ទុះការវែកញែកថាលោកដៃចេញលុយសងជំនួសអង្គការហេងឡុងត្រូវគេប្តឹងរឿងចេញសែកស្អុយហើយលោកដៃជួយអន្តរាគមន៍ឲ្យរួចផុតពីគុកនិងចេញប្រាក់សងជំនួសសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនចេញមុខបកស្រាយយ៉ាងច្បាស់លាស់ពីយន្តការសម្របសម្រួលដែលជាសិល្បៈនៃការដោះស្រាយបញ្ហាប្រកបដោយគតិបណ្ឌិតសម្ដេចតេជោហ៊ុនសែនបានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថាខ្ញុំពុំមានប្រាក់ផ្ដល់ជូនលោកហេងឡុងឡើយការសម្រេចចិត្តចូលអន្តរាគមន៍នេះគឺផ្អែកលើការពិចារណាថាបញ្ហានេះបានវិវត្តទៅជាភាពធ្ងន់ធ្ងរខ្លាំងពេកសម្ដេចបានប្រើប្រាស់ឥទ្ធិពលនៃដំណោះស្រាយតាមរយៈការពឹងពាក់អ្នកមានប្រាក់ម្នាក់ដែលមានសទ្ធាជ្រះថ្លាដើម្បីឲ្យលោកហេងឡុងទៅខ្ចីប្រាក់ពីបុគ្គលនោះប្រាក់ដែលខ្ចីបាននោះគឺយកទៅសងម្ចាស់បំណុលចាស់ៗទាំងអស់ដើម្បីបញ្ចប់ការគំរាមកំហែងឬប្តឹងផ្លូវច្បាប់ដើម្បីបញ្ចប់ការគំរាមកំហែងឬបណ្ដឹងផ្លូវច្បាប់លោកហេងឡុងនៅតែមានកាតព្វកិច្ចជំពាក់បំណុលដដែលប៉ុន្តែជំពាក់អ្នកថ្មីដែលមានការយោគយល់និងអនុគ្រោះខ្ពស់ជាងម្ចាស់បំណុលមុនសម្ដេចតេជោហ៊ុនសែនបានបង្ហាញនូវការជឿជាក់យ៉ាងមុតមាំលើសមត្ថភាពរបស់លោកហេងឡុងក្នុងការដោះស្រាយបំណុលជាមួយម្ចាស់បំណុលថ្មីការសម្របសម្រួលនេះមិនមែនជាការកាត់បន្ថយបំណុលនោះទេប៉ុន្តែគឺជាការផ្ដល់ឱកាសឲ្យកូនបំណុលបានដកដង្ហើមនិងមានពេលវេលាគ្រប់គ្រាន់ក្នុងការប្រកបរបររកស៊ីដើម្បីសងត្រឡប់ទៅវិញតាមលទ្ធភាពក្រោយទទួលបានពន្លឺពីការសម្របសម្រួលរបស់សម្ដេចទាំងទ្វេលោកអង្ញាហេងឡុងនិងភរិយាអ្នកនាងចនច័ន្ទលក្ខិណាបានសម្ដែងការដឹងគុណយ៉ាងជ្រាលជ្រៅបំផុតសម្រាប់គ្រួសារអ្នកទាំងពីរនេះមិនមែនជារឿងលុយកាក់សុទ្ធសាធនោះទេប៉ុន្តែវាគឺជាការស្រោចស្រង់កិត្តិយសនិងជីវិតដែលស្ទើរតែដាច់ដង្ហើមទៅហើយតាមរយៈសារដឹងគុណលោកហេងឡុងបានបញ្ជាក់ពីការបដិញ្ញាចិត្តក្នុងការទទួលខុសត្រូវលើបំណុលនេះឲ្យបានចប់សពគ្រប់ការថ្លែងអំណរគុណនេះក៏ជាការបង្ហាញពីការគោរពដ៏ខ្ពង់ខ្ពស់ចំពោះម្លប់ដ៏ត្រជាក់ត្រជុំដែលសម្ដេចតេជោនិងសម្ដេចគតិប្រិទ្ធបណ្ឌិតបានផ្ដល់ឲ្យក្នុងគ្រាដ៏លំបាកបំផុតនៃជីវិតសូមបញ្ជាក់ថាការបកស្រាយរបស់សម្ដេចតេជោគឺជាការបញ្ជាក់ពីភាពត្រឹមត្រូវនៃព័ត៌មាននិងការរក្សាឲ្យបាននូវភាពថ្លៃថ្នូរការសងបំណុលដោយយកលុយអ្នកដទៃទៅសងជំនួសគឺជាការដោះស្រាយដែលមិនចីរភាពប៉ុន្តែជាការជួយរៀបចំយន្តការដើម្បីឲ្យកូនបំណុលមានផ្លូវដើរនិងមានឱកាសសងដោយខ្លួនឯងគឺជាគតិបណ្ឌិតដ៏មានតម្លៃបំផុតសង្ឃឹមថាលោកហេងឡុងនឹងប្រើប្រាស់ឱកាសទី2នេះដើម្បីកសាងជីវិតឡើងវិញនិងដោះស្រាយបំណុលឲ្យបានជោគជ័យ